យើងតលំហាត់យើងទៀតណាយើងចូលដល់លំហាត់ b ស្មើ2ការ៉េបូក 5x ដក 3 ដំបូងយើងយកលេខ 2នេះយកមកគុណនឹងលេខ 3 ណាលេខ 2 គុណលេខ 3 ទៅវាចាញ់ណា2គុណដក 3 ណា2គុណដក 3 ទៅវាចាញ់ដក 6 វាចាញ់ដក 6 ហើយយើងយកទូកណ្ដាលនេះវាគុណទូកណ្ដាលគឺបូក 5 យើងយកមកផ្ទៀងផ្តិតគ្នាមើលហើយយើងមើលដក 6 ដក 6 នេះយើងធ្វើវិធីគុណទៅវាបានមកពី 6 គុណដក 1 ណាដក 6 វាមកពី 6 គុណនឹងដក 1 ហើយដក 6 វាស្មើ 6 គុណដក 1 ហើយយើងពិនិត្យមើលលេខ 5 ម្ដងលេខ 5 ប្រសិនបើយើងយកលេខ 6 តម្លាក់មកក្រោមណាលេខ 6 តម្លាក់មកក្រោមហើយសញ្ញាគុណនេះយើងមិនបាច់តម្លាក់ទេសញ្ញាគុណនេះយើងមិនបាច់តម្លាក់មកក្រោមទេយើងតម្លាក់តែសញ្ញាដកតម្លាក់ដក 1 មកក្រោមណាតម្លាក់សញ្ញាដក 1 តម្លាក់ដក 1 មកក្រោមដូច្នេះយើងសង្កេតឃើញ 6 ដក 1 ណា6 ដក 1 យើងស្មើ 5 ណា6 ដក 1 ស្មើ 5 ដូច្នេះលេខទាំងពីរនេះផ្ទៀងផ្តិតគ្នាដល់យក 6 ដក 1 មកប្រើព្រោះថា 6 គុណដក 1 ស្មើដល់ 6 ណាហើយ 6 ដក 1 ស្មើ 5 6 ដក 1 ស្មើ 5 ដូច្នេះយើងយក 6 ដក 1 នេះមកប្រើសញ្ញាស្មើមកស្មើសញ្ញាស្មើមកក្រោមពី ក្រេយើងសេនោះដែរសិនពី ក្រេបូក 5x ប៉ុន្តែ 5x នេះយើងមិនបាន 2 គឺបាន 6 ដក 1 ណាយើងបាន 6 ដក 1 លេខ 5 នេះគឺបាន 6 ដក 1 6ដោយសារទូកណ្ដាលនេះវាមានជាប់ x ណាមានជាប់ x ដូច្នេះ 6 នេះត្រូវដាក់ជាប់ x ដោយលេខ 5 ដែរទៅជា 6x ដក 1x ណាដក 1x ឬក៏ដក x ដាក់ដក x ក៏បានដក 1x ក៏បានអត់ដល់ step យើងលេខ 1 មិនបាច់ប្រើទេគឺយើងប្រើតែ x តែម្ដងមកហើយដក 3 ទំនួលដែរដក 3 តម្លាក់មកក្រោមដែរឬយើងបដុំតួយើងដាក់តាមវិធីបដុំតួតាមវិធីបដុំតួយើងដាក់សញ្ញាស្មើហើយយើងមើលបដុំតួយើងបដុំ 2x ការ៉េបូក 6 នេះម្ដុំ 2x ការ៉េបូក 6x ម្ដុំហើយដក 1x និងដក 3 ម្ដុំទៀតណាបដុំ 2 ដុំដូច្នេះអាដុំទី 1 2x ការ៉េបូក 1x យើងទាញ 2x បានដោយសារ 6 ចែក 2 ដាច់ដូច្នេះយើងទាញ 2x ជាកត្តាមក2x ជាកត្តា2x ការ៉េទាញអស់ 2x ហ្នឹងវាសល់ x ណាដោយសារការ៉េទាញអស់1សល់ x មួយទៀតណាបូកឲ្យ6ទាញអស់ 2x ណា x នេះអស់ហើយប៉ុន្តែលេខ 6ទាញអស់ 2 6 ចែក 2 បាន 3 x នេះអស់ដូច្នេះនៅសល់តែលេខ 3 6 ចែក 2 បាន 3រួចអានេះដក 3 និងដក 1 ដក 3 ចែកដក 1 ដាច់ដូច្នេះយើងទាញដក 1 ជាកត្តាទាញដក 1 ជាកត្តាមកទាញដក 1 ជាកត្តាយើងនៅសល់ x ដល់នេះដក 3 ទាញដក 1 ដកចែកដកចាញ់បូកណា3 ចែក 1 នៅតែ 3 ដដែលស្មើបន្តទៀតមកយើងមើលមកខាងសញ្ញាដកមកខាងស្ដាំណាហើយសញ្ញាដកមកខាងឆ្វេងសញ្ញាដកមកខាងឆ្វេងសញ្ញាដកមកខាងស្ដាំយើងសង្កេតឃើញ x បូក 3 ដូចគ្នាណានៅមកខាងសញ្ញាដកម្នាក់មាន x បូក 3ដូច្នេះយើងទាញ x បូក 3 ជាកត្តាយើងទាញមក x បូក 3ទាញ x បូក 3 ជាកត្តានៅសល់ខាងនេះនៅសល់ 2x ដកx បូក 3 អស់ហើយសល់ដក 1 ណាដក 1ដូច្នេះខ្ញុំឃើញចម្លើយ B ហើយគឺចម្លើយ B គឺ x បូក 3 កត្តា 2x ដក 1ដូច្នេះចប់ប៉ុណ្្នឹងឯងណាចប់ប៉ុណ្្នឹងឯង